Ok យើងតទៅចំណុច2.3តាក់ទងជាមួយនឹងប្រាក់បៀវត្សរ៍ជាប់ពន្ធប្រចាំខែអញ្ចឹងនៅកន្លែងនេះយើងសិក្សាទៅលើរូបវន្តបុគ្គលនិវាសនជនរូបវន្តបុគ្គលនិវាសនជននិងរូបវន្តបុគ្គលអាចជាអនិវាសនជនហេតុអីបានជាគេមិនប្រើពាក្យនីតិបុគ្គលបើជាគេប្រើពាក្យថាជានិវាសនជនវិញត្រូវទេរូបវន្តបុគ្គលដោយសារតែបុគ្គលិកគេនិយាយពីរឿងប្រាក់បៀវត្សរ៍គឺគេចង់និយាយពីបុគ្គលិកមិនមែនជានីតិបុគ្គលទេគាត់គឺជារូបវន្តបុគ្គលមួយទើបគេមិនប្រើពាក្យនីតិបុគ្គលអញ្ចឹងរូបវន្តបុគ្គលគេនិយាយចេញថាតើគាត់ជារូបវន្តបុគ្គលនិវាសនជនឬក៏ជានិវាសឬក៏ជារូបវន្តបុគ្គលអនិវាសនជនអញ្ចឹងបើយើងមើលទៅលើពាក្យថានិវាសនជននិងអនិវាសនជនយើងបានរៀនតាំងពីពន្ធកាត់ទុកអញ្ចឹងមានថាបើយើងនិយាយសួរស្ដាប់អនិវាសនជនគឺជាជនបរទេសហើយសម្រាប់និវាសនជនគឺជាបុគ្គលអាចថាជាប្រជាជនទូទៅបែរទៅតាមប្រមាណចំណុចរបស់យើងមាននិវាសនដ្ឋានមានអីហ្នឹងឬក៏អាចថាជាជនជាតិបរទេសដែលគាត់រស់នៅ182ថ្ងៃនៅស្រុកខ្មែរនៅក្នុងឆ្នាំជាប់ពន្ធណាមួយ12ខែណាមួយអូខេអញ្ចឹងយើងយល់ពាក្យហ្នឹងណាអញ្ចឹងនៅក្នុងករណីយើងកំណត់ថាគាត់បុគ្គលិកយើងម្នាក់គឺជារូបវន្តបុគ្គលនិវាសនជនអញ្ចឹងយើងអាចកំណត់ទៅលើអត្រាពន្ធលើប្រាក់បៀវត្សរ៍បានហើយថាតើគាត់គួរតែជាប់នៅក្នុងអត្រាប្រមាណភាគរយអឺអត្តន័យពាក្យនេះមួយទៀតគឺទៅលើប្រាក់បូរេប្រទានប្រាក់ឲ្យខ្ចីឬក៏ប្រាក់រំដោះយើងយកត្រូវយល់ពាក្យនេះមួយទៀតនៅក្នុងពន្ធលើប្រាក់បៀវត្សរ៍ដោយសារអីអាហ្នឹងគឺជាមូលដ្ឋានដែលគិតពន្ធលើប្រាក់បៀវត្សរ៍ដូចគ្នាអញ្ចឹងប្រាក់បូរេប្រទាននិងប្រាក់ឲ្យខ្ចីគឺដូចគ្នាបូរេប្រទាននិងឲ្យខ្ចីគឺលុយដែលយើងឲ្យបុគ្គលិកគាត់ខ្ចីយកទៅប្រើជាប្រាក់ខែឬក៏ប្រាក់រំដោះគឺជាលុយដែលគាត់សងត្រឡប់មកវិញអញ្ចឹងខ្ញុំឧទាហរណ៍មួយថាបុគ្គលិក A ម្នាក់គាត់ខ្ចីប្រាក់បៀវត្សរ៍ពីក្រុមហ៊ុននៅក្នុងខែ1ឆ្នាំ2024មានថាប្រាក់ខែគោលរបស់គាត់យើងមិនចាំគិតលើអា OT អីទេយើងគិតលើប្រាក់ខែគោលចាស់គាត់បាន700ក្នុងមួយខែនៅក្នុងខែ1គាត់បាន700ប៉ុន្តែគាត់ខ្ចីលុយពីខាងក្រុមហ៊ុនឧទាហរណ៍2ខែអញ្ចឹងគាត់អត់តន់សងខ្ចីលុយពីខាងក្រុមហ៊ុនអញ្ចឹងនៅក្នុងខែ1គាត់បើកបានប៉ុន្មាន700គុណនឹង3អញ្ចឹងស្មើនឹង2100អញ្ចឹង1400គឺគេឲ្យឈ្មោះថាគឺជាប្រាក់បូរេប្រទានឬក៏ប្រាក់ឲ្យខ្ចីសម្រាប់ប្រាក់បៀវត្សរ៍វាជាមូលដ្ឋានដែលយើងត្រូវយកទៅគិតពន្ធលើប្រាក់បៀវត្សរ៍ហើយសម្រាប់ប្រាក់រំដោះគឺជាប្រាក់ដែលយើងសងរំលោះបើយើងនិយាយសួរស្ដាប់គឺសងរំលោះណាអញ្ចឹងមានថាលុយគាត់ខ្ចី2ខែនៅក្នុងខែ1បាន1400យកទៅប្រើប្រាស់រឿងអីផ្សេងតាមតម្រូវការរបស់គាត់ប៉ុន្តែសួរថាគាត់មានលុយសងនៅក្នុងខែបន្ទាប់1400វិញអត់មានទេគាត់ពឹងលើប្រាក់ខែសុទ្ធអញ្ចឹងមានថាគាត់និយាយមួយខាងក្រុមហ៊ុនថាឥឡូវក្រុមហ៊ុនកាត់ប្រាក់ខែគាត់មកវិញមកមួយខែ200ទៅដើម្បីឲ្យអស់1400ដែលគាត់ខ្ចីហ្នឹងនៅក្នុងចាប់ពីខែ2ទៅអញ្ចឹងអានេះគេឲ្យឈ្មោះថាជាប្រាក់រំដោះលុយ200ដែលគាត់កាត់ហ្នឹងគេឲ្យឈ្មោះថាជាប្រាក់រំដោះណាតើអត់កន្លែងហ្នឹងមូលដ្ឋានទីទៀតដល់ហើយអាហ្នឹងត្រូវជាប់ប្រាក់រំដោះមានថាលុយដែលយើងដកចេញមកវិញលុយហ្នឹងមិនមែនលុយថែមនៅលើមូលដ្ឋានទេលុយដកចេញពីមូលដ្ឋានអញ្ចឹងប្រាក់ខែយើងបាន700ខែទី2បានប៉ុន្មានបើគេរំដោះពី200បាន500អញ្ចឹងយកមូលដ្ឋានគិតពន្ធប្រាក់បៀវត្សរ៍500យកមកគិតអាហ្នឹងគឺជាច្បាប់ដែលគេកំណត់ប៉ុន្តែនៅក្នុងខែ1យើងយកមូលដ្ឋានប៉ុន្មានយកមកគិត2100ត្រូវបូកចូលគ្នានឹងអស់ទីទៀតគេនឹងប្រាប់ហើយនេះត្រូវបូកបន្ថែមលើប្រាក់បៀវត្សរ៍ជាប់ពន្ធនៃខែដែលប្រាក់ទាំងនោះបានបើកហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សរ៍នៅក្នុងខែដែលនិយោជិតបានសងវិញអញ្ចឹងប្រាក់រំដោះគឺជាលុយដែលយើងសងមកខាងក្រុមហ៊ុនវិញអញ្ចឹងបូរេប្រទានឬក៏ប្រាក់ឲ្យខ្ចីយើងត្រូវបូកបន្ថែមក្នុងខែ1 2024តែខែគោលយើងបាន700ចរចាមួយខាងក្រុមហ៊ុនថាសូមខ្ចីលុយថែមចំនួន2ខែថែម1400ទៀតបូកមួយលុយដែលយើងបានប្រាក់ខែក្នុងខែ1 700ស្មើនឹង2100លុយដែលយើងបើកនៅក្នុងខែ1គឺស្មើនឹង2100ដូចនៅក្នុងច្បាប់គេនិយាយថាបូកបន្ថែមលើប្រាក់បៀវត្សរ៍នៃខែដែលបានបើកប្រាក់ទាំងនោះអញ្ចឹងយើងបើកក្នុងខែ1 2100យក2100ធ្វើជាមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍មិន700ទេ
ប៉ុន្តែនៅក្នុងខែ2យើងមានប្រាក់រំដោះមួយទៀតជាអីគេជាប្រាក់រំដោះមួយខែ200អញ្ចឹងនៅក្នុងខែ2យើងត្រូវបើកលុយ700ដោយសារតែយើងសងទៅក្រុមហ៊ុន200អញ្ចឹងនៅសល់500ហ្នឹងត្រូវកាត់បន្ថយនេះអញ្ចឹង200ហ្នឹងគេប្រើពាក្យថាកាត់បន្ថយនៅប្រាក់បៀវត្សយើងដែលយើងបើកនៅក្នុងខែយក700ដក200នៅសល់500ធ្វើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបៀបនៃការគណនាពន្ធលើប្រាក់បៀវត្សណាក្នុងគណនីផ្សេងនៅក្នុងពន្ធដារមូលដ្ឋានគិតផ្សេងតាមច្បាប់នៅកន្លែងនេះអានេះគោលបំណងសម្រាប់ការប្រមូលពន្ធអញ្ចឹងនៅពេលដែលយើងយកមូលដ្ឋានគិតពន្ធ2100យកមកគិតវាធ្វើឲ្យការបង់ពន្ធលើបង់ពន្ធប្រាក់បៀវត្សរបស់គាត់ហ្នឹងត្រូវច្រើនហើយនៅក្នុងខែ1បាទខែក្រោយថយចុះមកវិញអាហ្នឹងច្បាប់គេកំណត់ចឹងហើយសម្រាប់គណនីគាត់ដឹងតែ record ទេលុយបុកសម្រាប់ប្រាក់ខែបុគ្គលិកម្នាក់ហ្នឹង700គឺ700ថេរាល់ខែហើយគាត់កាត់កងរឿង cash flow គាត់តាមក្រោយវិញយើងមាន2 cash នៅកន្លែងហ្នឹងទី1គឺយើងខ្ចីប្រាក់បៀវត្សទី2គឺយើងខ្ចីពីក្រុមហ៊ុនតោះនេះគេអត់មានកំណត់ប្រាក់បៀវត្សរបស់គាត់ទេខ្ញុំស្គាល់មួយមេហើយបន្ទាប់មកខ្ញុំបានប្រាក់ខែ700ខ្ញុំថាមេឥឡូវខ្ញុំខ្ចីប្រាក់ខែ2ខែសិនមកអញ្ចឹង HR គេយកតួលេខហ្នឹងទៅទូទាត់ហើយមួយទៀតគឺយើងគិតថាខ្ញុំសុំខ្ចី$5000ដោយសារតែខ្ញុំមានបញ្ហាឧទាហរណ៍ថាយកទៅបង់ down payment ទិញផ្ទះចុះឧទាហរណ៍ខ្ចី$5000អញ្ចឹងខ្ញុំត្រូវគិតការប្រាក់នេះឯងអាហ្នឹងគិតនៅក្នុងរឿងផ្សេងទៀតមិនមែនប្រាក់បៀវត្សទេយើងធ្វើ agreement ចងមួយទៀតថាឥឡូវខ្ញុំបោះលុយ$5000លើកម្ចីអ្នកឯងត្រូវតែបង់ការប្រាក់ឲ្យខ្ញុំអញ្ចឹងការប្រាក់ហ្នឹងបើគិតក្នុងទំហំអត់ទីផ្សារបែរទៅតាមអត្ថប្រយោជន៍បន្ថែមមិញជាប់អត្ថប្រយោជន៍បន្ថែមមួយទៀតបើគិតតម្លៃទីផ្សារអត់ជាប់ទេហើយគាត់អត់អាចនិយាយថាកងត្រាឥឡូវខ្ញុំឲ្យខ្ចី$5000ហ្នឹងអ្នកឯងយកទៅមិនបាច់ចាំបង់ការប្រាក់ខ្ញុំទេអត់បង់ការប្រាក់ហ្នឹងក៏ពន្ធដារកំណត់ថាត្រូវតែបង់ការប្រាក់បង់ពន្ធសិនរឿងក្រុមហ៊ុនអត់ទទួលការប្រាក់ពីបុគ្គលិករឿងផ្សេងប៉ុន្តែសម្រាប់ពន្ធដារគឺត្រូវតែមានការប្រាក់កើតឡើងនៅកន្លែងហ្នឹងអាហ្នឹងអាស្រ័យលើខាងក្រុមហ៊ុនទេប៉ុន្តែសម្រាប់ពន្ធដារវាមិនមែនជាមូលដ្ឋានដែលយើងត្រូវយកមកគិតទេនៅកន្លែងហ្នឹងយើងយកមូលដ្ឋានដើម្បីបូកចូលលើប្រាក់បៀវត្សគិតពន្ធលើប្រាក់បៀវត្សអញ្ចឹងវាស្មើនឹងស្ទួនគ្នាហើយត្រូវទេគិតពន្ធលើប្រាក់បៀវត្សហើយមកគិតលើ interest មិនកើតវាមិនមែនជាកម្មធម៌ដែលយើងត្រូវមកគិត interest ទេវាមិនមែនជា loan ទេនៅកន្លែងហ្នឹងណាប្រាក់ឲ្យខ្ចីក្នុងគោលដៅដែលយើងធ្វើការគិតទៅលើមូលដ្ឋាននៃប្រាក់បៀវត្សរបស់យើងវាគោលដៅខុសគ្នានៅកន្លែងហ្នឹងអញ្ចឹងបានយើងត្រូវនិយាយចាំច្បាស់ថាតើលុយដែលយើងខ្ចីគឺជាប្រាក់បៀវត្សឬក៏អត់ហើយជាទូទៅការខ្ចីប្រាក់បៀវត្សគេមិនតែខ្ចីច្រើនខែទេខ្ញុំសុំខ្ចីមួយឆ្នាំអត់ដែរអញ្ចឹងទេបើគេខ្ចីមានត្រឹមតែមួយខែឬក៏2ខែជាទូទៅក៏កម្រនឹងដែរមានណាច្បាប់គេអត់កំណត់ទេប៉ុន្តែបើការអនុវត្តហ្មងគឺអត់ដែរឃើញមានច្រើនទេអាចធ្វើមួយខែ2ខែ